បទចម្រៀងនេះខ្ញុំសូមផ្ញើជូនបរិយាម្នាក់ដែលខ្ញុំស្រឡាញ់ស្មើនឹងជីវិតរបស់ខ្ញុំទោះបីជាគាត់ឃ្លាតទៅឆ្ងាយពីរូបខ្ញុំក៏ដោយក៏ខ្ញុំនៅតែនឹកនិងស្រឡាញ់រូបគាត់ជារៀងរហូតបើសិនប្រាប់ក៏អស់ចិត្តបើសិនអាណិតក៏គួរប្រាប់ហេតុអ្វីចាក់ចេញដែលគ្មានដំណឹងថាបែកយ៉ាងឡើងស្រវាបងយ៉ាងឡើងពេលបើភ្នែកដឹងភ្លាមថាគ្មានថ្ងៃស្អែកដែលបងវិលឡើយបើសិនស្អប់ក៏គួរប្រាប់បើសិនប្រញាប់គួរមានពេលគ្រាន់តែសរសេរមួយមាត់ថាបងលាហើយម្សិលមិញអ្វីក៏ល្អថ្ងៃនេះរឿងល្អផ្លាំងបដូរហើយអូនមិនអាចយល់អ្វីឡើយបងគ្មានហេតុផលបើសិនឆ្លើយបើសិនមានកលគួរប្រាប់ចំឡើយធ្លាប់ប្រាប់អូនថាថ្ងៃក្រោយបងគ្មានហេតុផលធ្លាប់សូមឲ្យអូនលើកលែងធ្លាប់ប្រាប់ថារឿងនេះមិនអាចយល់ពេលមកដល់ហេតុផលក៏ត្រូវបាញ់ចប់បើសិនប្រាប់តើមានរឿងអ្វីបើសិនជាស្ដីតើអ្នកណាខន់គិតអ្វីបានជាមិនអាចប្រាប់អូនឲ្យស្ងប់រឿងអ្វីមិនអាចដោះស្រាយតើរឿងអ្វីទៅស្នេហាត្រូវចប់ក្នុងពេលដែលអូនកំពុងស្រឡាញ់បងជាងជីវិតអូនបើសិនស្អប់ក៏គួរប្រាប់បើសិនប្រញាប់គួរមានពេលគ្រាន់តែសរសេរមួយមាត់ថាបងលាហើយម្សិលមិញអ្វីក៏ល្អថ្ងៃនេះរឿងល្អផ្លាំងបដូរហើយអូនមិនអាចយល់អ្វីឡើយបងគ្មានហេតុផលបើសិនឈ្ងុំក៏អូនអាចយល់បើសិនមានកលគួរប្រាប់ចំឡើយធ្លាប់ប្រាប់អូនថាថ្ងៃក្រោយបងគ្មានហេតុផលធ្លាប់សូមឲ្យអូនលើកលែងធ្លាប់ប្រាប់ថារឿងនេះមិនអាចយល់ពេលមកដល់ហេតុផលក៏ត្រូវបាញ់ចប់បើសិនប្រាប់តើមានរឿងអ្វីបើសិនជាស្ដីតើអ្នកណាខត់គិតអ្វីបានជាមិនអាចប្រាប់អូនឲ្យស្ងប់រឿងអ្វីមិនអាចដោះស្រាយតើរឿងអ្វីទៅស្នេហាត្រូវចប់ក្នុងពេលដែលអូនកំពុងស្រឡាញ់បងជាងជីវិតគាត់អាចនឹងទៅតាមអបសំណាងរបស់គាត់បើសិនឆ្លងក៏អូនអាចយល់បើសិនមានកលគួរប្រាប់ចំឡើយធ្លាប់ប្រាប់អូនថាថ្ងៃក្រោយបងគ្មានហេតុផលធ្លាប់សូមឲ្យអូនលើកលែងធ្លាប់ប្រាប់ថារឿងនេះមិនអាចយល់ពេលមកដល់ហេតុផលក៏ត្រូវបាញ់ចប់បើសិនប្រាប់តើមានរឿងអ្វីបើសិនជាស្ដីតើអ្នកណាខត់គិតអ្វីបានជាមិនអាចប្រាប់អូនឲ្យស្ងប់រឿងអ្វីមិនអាចដោះស្រាយតើរឿងអ្វីទៅស្នេហាត្រូវចប់ក្នុងពេលដែលអូនកំពុងស្រ